ឯកឧត្តមតុនសារ៉ាត់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ទីប្រឹក្សាក្រសួងព័ត៌មានដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រនិងជំរុញនូវការអនុវត្តកម្មវិធីគោលនយោបាយផែនការយុទ្ធសាស្ត្រនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាលក្នុងវិស័យព័ត៌មាននិងសោតទស្សន៍កិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់ទីប្រឹក្សាក្រសួងព័ត៌មានឆ្នាំ2025និងលើកទិសដៅការងារបន្តសម្រាប់ឆ្នាំ2026បានធ្វើឡើងនៅព្រឹកថ្ងៃទី19ខែវិច្ឆិកាឆ្នាំ2025នាសាលមជ្ឈមណ្ឌលបណ្ដុះបណ្ដាលនិងវិក្រិតការវិជ្ជាជីវៈសារព័ត៌មានក្រោមវត្តមានអញ្ជើញដឹកនាំកិច្ចប្រជុំដោយឯកឧត្តមតុនសារ៉ាត់រដ្ឋលេខាធិការនិងជាប្រធានក្រុមការងារសម្របសម្រួលជាមួយទីប្រឹក្សាក្រសួងព័ត៌មានកិច្ចប្រជុំនេះឱកាសនេះមានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកអគ្គនាយិកានៃអគ្គនាយកដ្ឋានទាំង5ឯកឧត្តមលោកជំទាវអស់លោកស្រីជាទីប្រឹក្សាឋានៈស្មើរដ្ឋលេខាធិការអនុរដ្ឋលេខាធិការអគ្គនាយកអគ្គនាយករងនិងប្រធាននាយកដ្ឋានជាច្រើនរូបឯកឧត្តមតុនសារ៉ាត់តំណាងឯកឧត្តមណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថានេះជាលើកទី2ហើយក្នុងរយៈពេលជាង2ឆ្នាំនៃដំណើរការរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី7នៃរដ្ឋសភាដោយក្រសួងព័ត៌មានបានរៀបចំកិច្ចប្រជុំទីប្រឹក្សាក្រសួងព័ត៌មានក្រោមការដឹកនាំរបស់ឯកឧត្តមណេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានឯកឧត្តមប្រធានក្រុមការងារសម្របសម្រួលបានគូបញ្ជាក់ថាតួនាទីរបស់ឯកឧត្តមលោកជំទាវអស់លោកស្រីជាទីប្រឹក្សារបស់ក្រសួងព័ត៌មានគឺមានសារៈសំខាន់ណាស់ព្រោះជាអ្នកផ្ដល់ប្រឹក្សាជួយដល់ប្រធានស្ថាប័ននិងថ្នាក់ដឹកនាំនៅក្នុងការប្រតិបត្តិការងារជាប្រចាំរបស់ក្រសួងព័ត៌មានដែលជាស្ថាប័នគាំទ្រមួយយ៉ាងសំខាន់ក្នុងការជួយទៅដល់ក្រសួងមន្ទីរទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិនៅក្នុងវិស័យព័ត៌មាននិងសាធារណមតិឯកឧត្តមតុនសារ៉ាត់បានជម្រាបជូនស្ថានភាពមួយចំនួនរបស់ទីប្រឹក្សាក្រសួងសរុបមានចំនួន413នាក់ស្រី115នាក់ហើយក្នុងចំណោមទីប្រឹក្សាទាំងនេះមានឯកឧត្តមលោកជំទាវចំនួន64រូបត្រូវបានឯកឧត្តមរដ្ឋមន្ត្រីនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចាត់បញ្ជូនជាសមាជិកសមាជិកាក្រុមការងារចុះមូលដ្ឋានខេត្តក្រចេះដើម្បីរួមបំពេញការងារជាមួយឯកឧត្តមលោកជំទាវប្រធានក្រុមការងារក្រុងនិងស្រុកទាំង7របស់ខេត្តក្រចេះដើម្បីត្រួតពិនិត្យការអនុវត្តកម្មវិធីគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលកម្ពុជាជាមួយគ្នានេះដែរដើម្បីលើកស្ទួយការងារជំនាញក៏ដូចជាការផ្ទេរចំណេះជំនាញដល់មន្ត្រីបន្តវេនទីប្រឹក្សាក្រសួងព័ត៌មានចំនួន78នាក់បានចូលរួមជួយបណ្ដុះបណ្ដាលដល់មន្ត្រីតាមអគ្គនាយកដ្ឋានទាំង5ចំណុះឲ្យក្រសួងក្រៅពីកិច្ចការស្នូលទីប្រឹក្សាមួយចំនួនបានជួយចែករំលែកនៅព័ត៌មានល្អៗដែលទទួលបានពីក្រុមការងារប្រចាំការសមរភូមិព្រំដែនរបស់ក្រសួងព័ត៌មានដោយជួយបង្ហោះសារតាក់ទងដល់ការទប់ស្កាត់ព័ត៌មានคล้ายៗព័ត៌មានប្រឌិតព័ត៌មានញុះញង់ជាដើមគួររំលឹកឡើងវិញផងដែរថាកាលពីកំឡុងកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំទីប្រឹក្សាជំនួយការក្រសួងព័ត៌មាននាថ្ងៃទី27ខែធ្នូឆ្នាំ2024កន្លងមកឯកឧត្តមរដ្ឋមន្ត្រីណេតភក្ត្រាបានថ្លែងថាក្រសួងព័ត៌មានមិនមែនគ្រាន់តែជាស្ថាប័ននៃការបំពេញកិច្ចការងារទេក៏ប៉ុន្តែជាទីកន្លែងផ្ទេរនៅចំណេះដឹងជំនាញនិងការចងចាំពីមួយជំនាន់ទៅមួយជំនាន់ដូច្នេះយើងមិនអាចកាត់ផ្តាច់រវាងអ្នកជំនាន់ចាស់និងអ្នកជំនាន់ថ្មីបាននោះទេព្រោះអ្នកជំនាន់ចាស់នៅតែជាជំទល់ក្នុងការជួយបណ្ដុះបណ្ដាលផ្ដល់នូវមេរៀនបទពិសោធន៍នានាដល់អ្នកជំនាន់ថ្មីហើយក្រសួងព័ត៌មាននៅតែប្រកាន់យកគោលជំហររក្សាចាស់បង្កើតថ្មី